រាល់ថ្ងៃបងប្អូនពិបាករកមុខម្ហូបមានអត់ឥឡូវបងប្អូនមកធ្វើមុខម្ហូបមួយមុខនេះគឺស្រួលមែនតើបងប្អូនអាចហូបបានច្រើនយ៉ាងមែនតើបងប្អូនអាចយកម្ហូបជាមួយមីក៏បានកាទៀវក៏បាននំបញ្ចុកក៏បានបាយក៏បានបន្លែក៏បានគឺងាយស្រួលមែនតើហើយមួយមុខនេះខ្ញុំរៀនតាមពួកម៉ាក់ខ្ញុំទេរូបមន្តគេចំគឺគេដាក់គ្រឿងច្រើនណាបងប្អូនប៉ុន្តែខ្ញុំកែច្នៃធ្វើម៉េចឲ្យងាយស្រួលសម្រាប់បងប្អូនដែលគាត់នៅតាមខេត្តពិបាករកទិញគ្រឿងទេសអញ្ចឹងណាហើយគ្រឿងទេសខ្លះវារៀងថ្លៃតោះបងប្អូនកំចាំយូរទៅមើលពិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាមុនដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅសិនមកណាខ្លាញ់បងប្អូនប្រើខ្លាញ់អីប្រើទៅតាមដែលបងប្អូនហូបណាយើងមានខ្ញីយើងដាក់មួយដុំមកហាន់ជាបន្ទះស្ដើងហើយក៏មានឈើអែមហើយនឹងម្រេចចិនបងប្អូនចេះហៅម្រេចចិនឬគេហៅថាម្រេចស៊ីឈ័នណាដាក់ចូលក្នុងខ្លាញ់នឹងមកហើយនេះជាខ្ទឹមក្រហមបងប្អូនដាក់ខ្ទឹមក្រហមបារាំងក៏បានខ្ទឹមក្រហមខ្មែរក៏បានហាន់វាជាសរសៃតូចចេះមកហើយខ្ញុំដាក់ជីបន្ទុយហើយនឹងស្លឹកខ្ទឹមយើងនឹងស្លឹកខ្ទឹមគ្រឿងទាំងអស់នេះស្រុកខ្មែរសិតតែមានណាបងប្អូនហើយយើងឆាគ្រឿងទាំងអស់ហ្នឹងជាមួយខ្លាញ់ឲ្យបានឈ្ងុយសិនណាយើងអត់យកទេបន្លែទាំងអស់នេះយើងស្រង់ចោលខ្ញុំធ្លាប់ចេញវីដេអូកាលពីមុនដែរប៉ុន្តែលើកនេះគឺខ្ញុំកែច្នៃតិចតួចដើម្បីឲ្យបងប្អូនងាយស្រួលធ្វើតាមខ្ញុំចឹងណារបៀបធ្វើងាយចឹងទៅថាអ្នកខ្លះគាត់រៀងពិបាកធ្វើតែឆ្ងាញ់បងប្អូនធានាថាឆ្ងាញ់ហើយចំពោះសាច់បងប្អូនអាចប្រើសាច់អីក៏បានដែរសាច់គោសាច់មាន់សាច់ជ្រូកបងប្អូនប្រើបានទាំងអស់តែមិនតែគ្រឿងសមុទ្រអត់បានទេបងប្អូនអត់ត្រូវជាតិគ្នាទេយើងឆាគ្រឿងនេះបន្លែទាំងអស់នេះបានឈ្ងុយសិនហើយយើងស្រង់វាចេញអត់ទុកទេបងប្អូនយើងយកតែក្លិនទេណាឥឡូវខ្ញុំឆាខ្ទឹមហ្នឹងឲ្យបានរាងសពប់បន្តិចរាងកុំទុកវាក្រហមពេកបងប្អូនខ្លាចវាល្វីងអញ្ចឹងណាខ្ញុំប្រវល់ឲ្យញាប់តិចព្រោះកុំឲ្យថាវីដេអូវែងពេកបងប្អូនមើលយើងធុញវែងហ្មងតែបងប្អូនត្រូវមើលឲ្យចប់ទៅយើងថាចេះទាំងអស់អញ្ចឹងណាបើបងប្អូនមើលត្រួសបងប្អូនមើលអត់យល់ទេនេះបងប្អូនខ្ញុំស្រង់ចេញណាខ្ញុំស្រង់វាចេញទៅព្រោះហើយយើងខ្លាញ់ហ្នឹងយើងប្រើវាដើម្បីយកក្លិនណាទៅគ្រឿងទាំងអស់នេះយើងដាក់យកក្លិនទេហើយគ្រឿងគេមួយមុខដែលមានមួយមុខឯពីរមុខដែលយើងរកទិញពិបាករកទិញតែខ្ញុំក៏ពិបាករកទិញដែរគឺគេហៅសណ្តែកខ្មៅកាចាំមិនទេខ្ញុំពិបាករកទិញមែនទេខ្ញុំអត់ទាន់ទិញបានទេបងប្អូននេះម្យ៉ាងទេយើងអត់ទៅចេះអក្សរចិនចាំតាខ្ញុំទៅនេះខ្ញុំអូសតាខ្ញុំទៅជួយរកទិញនេះហើយយើងស្រង់បន្លែអស់ចឹងមកបងប្អូនហើយយើងខ្លាញ់ហ្នឹងយើងក៏ប្រើវាទៅហើយខ្ញុំដាក់ខ្ទឹមសបងប្អូនប្រើ1មើមធំណាមើលទំហំសាច់ទេបងប្អូនប៉ុន្តែខ្ទឹមសត្រូវតែប្រើឲ្យច្រើនយ៉ាងតិចក៏1មើមធំដែរឬក៏2មើមហើយខ្ទឹមបារាំងយើងហាន់ជាដុំតូចចេះមកឆាជាមួយនឹងខ្ទឹមសហ្នឹងទៅបងប្អូនឆាវារៀងឈ្ងុយបន្តិចតែអត់យកក្រហមពេកទេណាយើងអត់យកក្រហមដូចយើងធ្វើខ្ទឹមបំពងទេហើយអាគ្រឿងដែលយើងឆាជាមួយខ្លាញ់មិញបើមាននៅសល់បងប្អូនព្យាយាមស្រង់វាអស់ទៅកុំទុកវាខ្លាចវាល្វីងព្រោះអីអាហ្នឹងយើងឆាមុនណោះដល់ពេលយើងទុកទៀតវានឹងខ្លោចហើយវានឹងល្វីងអត់ឆ្ងាញ់ទេបងប្អូនយើងឆាខ្ទឹមសហើយនឹងខ្ទឹមបារាំងហ្នឹងរៀងឈ្ងុយបន្តិចហើយបានយើងចាក់សាច់ហើយសាច់ហ្នឹងយើងប្រើសាច់កច្រាមមកបងប្អូនទៅវាចូលជាតិល្អហើយសាច់យើងហូបទៅវាអត់រឹងចឹងណានេះមាននៅសល់អីឆ្កេះវាអស់ចឹងមកយើងអត់ទុកខ្ទឹមនឹងក្រហមពេកទេបញ្ជាក់បងប្អូនណាមើលប៉ុណ្ណេះអីល្មមបងប្អូនគ្រាន់ថារៀងសពប់ទៅហើយយើងចាក់សាច់ចូលបងប្អូនកុំទុកក្រៀមពេកបញ្ជាក់ណាកុំទុកក្រៀមពេកប៉ុណ្ណឹងបានហើយខ្ញុំក៏ដាក់សាច់គោចូលទៅសាច់គោនេះទម្ងន់ប្រហែលជាកន្លះគីឡូថ្ងៃមុនខ្ញុំទិញ2-3គីឡូមកគេច្រាមហើយស្រាចដល់អញ្ចឹងខ្ញុំដួសទុកម្ដុំទៅអត់បានថ្លឹងទេបងប្អូនហើយយើងឆាសាច់គោហ្នឹងជាមួយខ្ទឹមហ្នឹងឲ្យបានឈ្ងុយតិចហើយបានយើងដាក់គ្រឿងទេសចំពោះគ្រឿងទេសក៏អត់មានអីច្រើនដែរបងប្អូនគឺស្រួលមែនតើហើយនេះជាម្ទេសក្រៀមឬគេហៅម្ទេសហុយហ្នឹងបងប្អូនចូលចិត្តហឹរបងប្អូនដាក់រៀងច្រើនទៅមិនចូលចិត្តហឹរថែមថយតាមហ្នឹងទៅណាម្ទេសនេះខ្ញុំទិញមកក៏អត់ហឹរដែរបងប្អូនរសជាតិអត់ហឹរទេខ្ញុំដាក់ប៉ុណ្ណឹងមកល្មមហូបព្រោះផ្ទះខ្ញុំក៏អត់ចូលចិត្តហឹរដែរអត់ទៅមានអ្នកចេះហឹរទេបងប្អូនហើយខ្ញុំឆាតែប៉ុណ្ណេះហើយខ្ញុំទៅស្គួរទឹកទុកឆានេះក៏ខ្ញុំប្រើទឹកដែរដើម្បីយើងមកឲ្យមានទឹកខ្លះយកមកសោបមួយមីណាយើងស្គួរទឹកមកចានចង្កឹះទៅហើយខ្ញុំដាក់ម្សៅស៊ុបមាន់1ស្លាបព្រាបាយកន្លះ
បងប្អូនដាក់លៃលោកតាមរសជាតិដែលបងប្អូនហូបទៅណាហើយទឹកប្រេងខ្យងខ្ញុំដាក់2ស្លាបព្រាបាយហើយទឹកស៊ីអ៊ីវខ្ញុំដាក់5ស្លាបព្រាបាយបញ្ជាក់ណាបងប្អូនទឹកស៊ីអ៊ីវនេះមានរសជាតិផ្អែមណាបើបងប្អូនប្រើទឹកស៊ីអ៊ីវរៀងរសជាតិប្រៃបងប្អូនត្រូវថែមស្កររៀងច្រើនតិចហើយបើបងប្អូនប្រើទឹកស៊ីអ៊ីវមិនដូចម៉ាក់ខ្ញុំបងប្អូនកុំដាក់ដល់5ស្លាបព្រាអីបងប្អូនដាក់តែ4ស្លាបព្រាបាយបានហើយខ្លាចវាប្រៃពេកអញ្ចឹងណាចំក្រោយចាំយើងភ្លក់បើថាមិនទាន់ត្រូវទេយើងថែមថយតាមនឹងបានបងប្អូនទឹកស៊ីអ៊ីវខ្ញុំដូចខ្ញុំប្រាប់តែងតែប្រាប់បងប្អូនចឹងទឹកស៊ីអ៊ីវនេះវាមានរសជាតិផ្អែមតិចតិចហើយខ្ញុំចូលចិត្តយកទឹកស៊ីអ៊ីវនេះយកមកឆាគឺរសជាតិឆ្ងាញ់បងប្អូនតែនំពេញប្រហែលជាមានលក់ដែរប្រហែលជានៅផ្សារទំនើប ER នេះប្រកាសជាមានលក់ហើយព្រោះនំពេញឥឡូវអីវ៉ាន់វាលក់ច្រើនប្រហែលគ្រាន់តែប្របាក់បងប្អូនអ្នកនៅតាមខេត្តរៀងប្របាក់រកទិញបន្តិចយើងឆាប៉ុណ្ណឹងហើយយើងអាចភ្លក់បានដែរបងប្អូនមើលតែស្ទើររសជាតិអីបងប្អូនអាចថែមថយបានទៅហើយខ្ញុំក៏ថែមស្ករស1ស្លាបព្រាបាយផងដែរនេះទឹកស៊ីអ៊ីវខ្ញុំផ្អែមស្រាប់ផងណាខ្ញុំនៅដាក់ស្ករបងប្អូនម្ហូបមួយមុខនេះគេអត់យករសជាតិរៀងប្រៃទេគេយករសជាតិរៀងផ្អែមតិចតិចព្រោះពេលណាយើងហូបមួយមីទៅមីក៏ប្រៃដែរបងប្អូនអញ្ចឹងយើងអត់យករសជាតិប្រៃទេយករសជាតិរៀងផ្អែមតិចតិចណាតែដូចខ្ញុំប្រាប់បងប្អូនចឹងបងប្អូនដាក់តាមរសជាតិដែលបងប្អូនហូបទៅណាព្រោះគ្រួសារនីមួយៗហូបអត់ដូចគ្នាទេអ្នកខ្លះគាត់ចូលចិត្តរសជាតិផ្អែមអ្នកខ្លះក៏ចូលចិត្តរសជាតិរៀងប្រៃតិចចឹងទៅបងប្អូនភ្លក់មើលតាមរសជាតិដែលបងប្អូនហូបទៅណាតែប៉ុណ្ណឹងហើយយើងដាក់គ្រឿងទេសហើយយើងក៏ដាក់ទឹកនេះខ្ញុំដាក់ម្សៅឆា2ស្លាបព្រាកាហ្វេ1ស្លាបព្រាខ្ញុំនេះគឺស្មើនឹង2ស្លាបព្រាកាហ្វេណាបងប្អូនកុំឃើញប៉ុណ្ណឹងខ្ញុំវល់ដូចហើយបានខ្ញុំហ៊ានថាណាហើយទឹកបងប្អូនដាក់1ចានចង្កឹះទៅចាននេះស្មើនឹង1ចានចង្កឹះដែរបងប្អូនដាក់ទឹករៀងច្រើនបន្តិចទៅដើម្បីយើងយកទឹកវានឹងស្រូបមួយមីអញ្ចឹងណាដើម្បីឲ្យមានទឹកអញ្ចឹងទៅនេះហើយយើងកូរវាឲ្យបានតប់ល្អទៅទុកវាឲ្យពុះទៅហើយយើងភ្លក់មើលទៅបើល្មមហើយយើងបិទភ្លើងជាការស្រេចហើយបងប្អូនគឺងាយស្រួលមែនទែនខ្ញុំតែងតែរិះរកវិធីងាយសម្រាប់បងប្អូនដែលគាត់ពិបាកធ្វើម្ហូបឬមួយក៏គ្រឿងទេសណាដែលយើងពិបាករកណាបងប្អូនយើងអាចកែច្នៃបានមិនមែនជាបញ្ហាទេយើងគ្រាន់តែជំនួសរបស់តិចតួចអញ្ចឹងណាហើយដូចបន្លែប្រហែលមុខមិញបងប្អូនមិនពេញចិត្តមួយមុខណាបងប្អូនអាចដកចេញមួយមុខនឹងបានគ្រាន់ថារសជាតិលើខុសគេថាខុសគ្នាតិចតួចអីចឹងណាឥឡូវខ្ញុំភ្លក់ល្មមហើយខ្ញុំក៏បិទភ្លើងហើយបងប្អូនធានាថារសជាតិឆ្ងាញ់មែនទែនហើយប្លែកហើយបងប្អូនអាចហូបបានច្រើនមុខមែនទែនដូចខ្ញុំបញ្ជាក់តាំងពីដើមអញ្ចឹងបងប្អូនអាចហូបជាមួយអ្វីក៏បានដែរបងប្អូនមិនថាបាយជាមួយកាទៀវនិងបញ្ចុកអីទេអូខេបងប្អូនទាំងអស់គ្នារួចរាល់ហើយមិនជើញឆ្ងាញ់មកខ្ញុំទាំងអស់គ្នាហើយអរគុណបងប្អូនទាំងអស់គ្នាដែលចែកជួយ like និងជួយ share រាល់វីដេអូរបស់នាងខ្ញុំហើយបងប្អូនពេញចិត្តវីដេអូមួយនេះបងប្អូនកុំភ្លេច share ទុកមើលណាអរគុណម្ដងទៀតបងប្អូនហើយក៏ជូនពរបងប្អូនទាំងអស់គ្នាហេងរកស៊ីមានបានកុំភ្លេចជួយ like និងជួយ share ផង